ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាខាងជួបគ្នាមួយរយៈចាមកពីខ្ញុំបាននាំកូនដើរលេងនៅប្រទេសជប៉ុនចាជាលើកទី1ដែលក្មេងៗមានឱកាសបានឡើងយន្តហោះហើយនឹងសិក្សាអំពីរបៀបរបបនៃការជិះយន្តហោះដោយខ្លួនឯងពេលថ្ងៃក្រោយទៅបើសិនជាម៉ាក់ឬក៏ប៉ាបានមានពេលជូនទេបើសិនជាមានឱកាសទៅរៀននៅប្រទេសគេក៏គាត់ចេះជិះយន្តហោះដែរចាអញ្ចឹងចានេះខ្ញុំជ្រើសរើសយកជើងហោះហើរចេញពីទីក្រុងភ្នំពេញចាដោយសារឆែកតម្លៃទៅពីសៀមរាបទៅថ្លៃហើយអត់មានលុយទិញសម្បត្តិយន្តហោះទេអញ្ចឹងចាក៏សម្រាប់ចិត្តចេញពីភ្នំពេញចាតម្លៃជារឿងមួយហើយរឿងមួយទៀតហ្នឹងគឺការចាយវាយនៅប្រទេសជប៉ុនហ្នឹងគឺកាន់តែថ្លៃខ្លាចថាលុយដែលយកមកហ្នឹងចាយវាមិនគ្រាន់ចាអញ្ចឹងហើយក៏សម្រាប់ថាទិញសម្បត្តិយន្តហោះណាដែលមានតម្លៃសមរម្យដើម្បីជាការធ្វើដំណើរចាក្នុងមួយទ្រីបមកអូសាកានេះគឺត្រូវបានចូលរួមដំណើរជាមួយនឹងមិត្តភ័ក្តិរបស់គ្រួសារនាងខ្ញុំចាគាត់ឈ្មោះថា Joseph Blondie មកពីប្រទេសអាមេរិកចាហើយការធ្វើដំណើរមួយនេះអ្វីដែលជាការដែលសង្កត់ធ្ងន់គឺគាត់ចង់ឲ្យក្មេងៗបានចូលរួមសិក្សាអំពីវប្បធម៌របស់ប្រទេសជិតខាងឬក៏វប្បធម៌របស់ប្រទេសក្រៅចាតើការរីកចម្រើនរបស់គេដល់កម្រិតណាហើយហេតុអ្វីបានជាមានការរីកចម្រើនខុសប្លែកពីប្រទេសកម្ពុជាអ្វីត្បិតតែប្រទេសយើងគឺជាប្រទេសដែលសម្បូរនៅសម្បត្តិវប្បធម៌ជាតិចាក៏ប៉ុន្តែយើងអាចនឹងឆ្លៀតពេលខ្លះដើរមកមើលគេឯងនៅប្រទេសក្រៅដើម្បីឲ្យដឹងថាតើអ្វីទៅដែលជាភាពរីកចម្រើនដែលកម្ពុជាយើងឬក៏យើងជាខ្លួនឯងរស់នៅក្នុងប្រទេសខ្លួនឯងនេះគឺត្រូវអភិវឌ្ឍខ្លួនឯងតទៅមុខទៀតដោយរបៀបណាចាអញ្ចឹងទ្រីបមួយនេះគឺពិតជាមានសារៈប្រយោជន៍ចាចំពោះក្មេងៗហើយបងជោចាគាត់ជាយាមចង់ឲ្យក្មេងៗបានមកប្រទេសក្រៅខ្លះចាដើម្បីឆ្លុះបញ្ចាំងឲ្យឃើញថាតើយើងអាចអភិវឌ្ឍខ្លួនឯងចាដោយកម្រិតណាឥឡូវនេះគឺមកដល់ពលានហុងកុងហើយចាឥឡូវនេះយើងតម្រង់ជួរគ្នាដើម្បីចាំចេញទៅកន្លែងរងចាំចាយើងអង្គុយចាំចារហូតចាប់ពីម៉ោង8កន្លះចារហូតដល់ម៉ោង1:55ទើបយន្តហោះចេញទៅម្ដងទៀតទៅដល់ប្រទេសជប៉ុនម្ដងចាក្មេងៗរៀងអស់កម្លាំងខ្លាំងចាដោយសារតែលើយន្តហោះហ្នឹងគឺគេអត់បានទេចានៅពេលដែលយើងជិះទៅគឺគាត់មានការដូចជារលោគចាបុកអីចឹងណាកខិបកខប់ចាអញ្ចឹងក៏ជាលើកទី1ដែលគ្នាជាយន្តហោះផងអញ្ចឹងហើយនៅពេលដែលជិះផ្លូវឆ្ងាយគាត់គេបានផ្លែតហើយក៏ភ្ញាក់ទៅបន្ទាប់មកទៀតពេលដែលចុះមកដល់ក្រោមគឺក៏អត់ហ៊ានគេងព្រោះខ្លាចថាផុតម៉ោងយន្តហោះអញ្ចឹងហើយថាឲ្យគេងសិនទៅហើយរំដល់ម៉ោង1:72បានយន្តហោះឡើងឲ្យ baby គេងលើកៅអី baby គេងបានបន្តិចហើយក៏ដាស់គ្នាឲ្យងើបតែម្ដងឲ្យគេងយូរហើយតែគាត់អត់ចង់គេងតែដល់ពេលហើយគាត់ទុនខ្លាំងពេកដាក់បានមួយសលេតប្រហែលជា20នាទីគេដាស់ឲ្យងើបឡើង boarding អញ្ចឹងក៏ដាស់គ្នាប្រផាប់ប្រភេងទៅគ្នានោះទុនកល្ងាហើយរាប់ដល់ពេលហ្នឹងយើងក៏អស់កម្លាំងដែរគាត់ទៅឡើងលើយន្តហោះឲ្យភ្លាមមិនបាច់និយាយច្រើនទេបងប្អូនគាត់គេប្រាប់ថាឲ្យយើងហ្នឹងដាក់ខ្សែក្បាត់ហ្នឹងដាក់ភ្លឹបគឺស្លាប់ភ្លឹងតែម្ដងយន្តហោះឡើងផុតបានតិចលក់ភ្លឹងចាហើយនៅពេលដែលភ្ញាក់ម្ដងទៀតហ្នឹងគឺគេយកអីឲ្យញ៉ាំហើយកូនខ្ញុំហ្នឹងគឺកូនពៅអត់បានងើបទេដោយសារតែបើកភ្នែកលេងរួញចាអញ្ចឹងហើយពេលហ្នឹងគឺបានតែបងទេគេភ្ញាក់គេឃើញអញ្ចឹងទៅគេញ៉ាំអញ្ចឹងទៅដល់ពេលភ្ញាក់ឡើងរោអីឃើញអត់ឃើញមានរបស់ញ៉ាំឆ្ងល់ស្មាគេអត់ឲ្យញ៉ាំដល់ពេលដឹងថាបងបានញ៉ាំឃើញមកប្រអប់ហ្នឹងប្រងញ៉ាំហើយដល់ម៉ោងយន្តហោះចុះបងប្អូនណាមានបានញ៉ាំអីគេទេគេក៏ឃ្លាទៅបើដោយសារខ្លាចវាកពុបពីអីចឹងណាអញ្ចឹងក៏គេឃ្លាទៅព្រោះខ្ញុំទុកក្នុងប្រអប់ឲ្យគាត់ពេលគាត់ភ្ញាក់ពីគេងតែពេលដាស់ទៅអត់ភ្ញាក់ទៅនៅឃើញទៅមិនរំខានកូនទេឲ្យគាត់គេងទៀតចាស់ចាដល់ពេលហើយទៅអត់បានញ៉ាំបដ ாய் តែមិនអីទេដល់ពេលតែដល់ពលាននៅក្នុងប្រទេសជប៉ុនភ្លាមចាយើងខ្ញុំអត់ចាំយូរទេនៅប្រទេសជប៉ុននេះគឺ check in ម៉ោង3អញ្ចឹងដល់ពេលដែលយើងកក់បន្ទប់គេងជាទូទៅមកដល់នេះគឺម៉ោង6:45នាទីព្រឹកអញ្ចឹងនេះខ្ញុំមិនអាចចូលគេងបានទេអញ្ចឹងហើយយើងត្រូវបង់លុយថ្លៃចូល early check in គេចាតែបន្ទប់របស់នាងខ្ញុំនេះគឺបានរៀបចំចូល early check in ហើយក៏ចូលចានាងខ្ញុំគេងកក់តាម Airbnb ដើម្បីជ្រើសយក apartment ចាហេតុអីបានយក apartment ចាដោយសារតែពេលខ្លះបងប្អូននឹងស្រេចឯថាមកប្រទេសគេមិនមែនរាល់ថ្ងៃយើងអាចញ៉ាំអាហាររបស់គេបានទេដូច្នេះហើយគឺហើយតែយើងនឹងនិស័យខាងធ្វើម្ហូបមកដល់ភ្លាមក៏ចាត់ចែងបាយកក់ពីព្រឹកត្មងចាមកតាមផ្លូវមាននំប៉័ងមានអីចាចូលម៉ាតបន្តិចហើយទិញបាន 3-4 កញ្ចប់នៅចិត្តផ្ទះហ្នឹងក៏មានម៉ាតដែរដូច្នេះហើយក៏រៀបចំអាហារពេលព្រឹកឲ្យក្មេងៗចាកូនទុនកល្ងាអីចាបងប្អូនអញ្ចឹងចាំជួបគ្នានៅវីដេអូក្រោយជម្រាបលា